គឺជាសមត្ថភាពដែលគាត់អាចយកមកបំពេញការងារនឹងបានល្អដែលធ្វើឲ្យតួនាទីឬក៏ការងាររបស់គាត់នឹងអាចទៅមុខបានឬក៏អាចជោគជ័យបាននៅពេលដែលយើងនិយាយអំពី competency development យើងអាចនិយាយថាគ្រប់តួនាទីឬក៏គ្រប់មនុស្សម្នាក់ៗដែលគាត់ធ្វើការនៅក្នុងស្ថាប័នមួយដើម្បីអាចឲ្យគាត់បំពេញទៅលើតួនាទីឬក៏ការងារដែលគាត់កំពុងធ្វើនឹងបានឬក៏តែគាត់មាន competency វាដូច HR យើងអញ្ចឹងទី1តើជាអីគេទី1គឺជា functional competency បើយើងធៀបជាមួយនឹង HR យើងដូចគ្នា HR យើងនៅក្នុង department HR ក៏យើងមាន functional competency ដែរឧទាហរណ៍ដូចជាផ្នែក TA talent acquisition ផ្នែក compensation and benefit ផ្នែក learning and development ផ្នែក HR operation agency អញ្ចឹងបានន័យថា functional competency នេះគឺជាសមត្ថភាពដែលគាត់អាចយកមកបំពេញការងារនឹងបានល្អដែលធ្វើឲ្យតួនាទីឬក៏ការងាររបស់គាត់នឹងអាចទៅមុខបានឬក៏អាចជោគជ័យបានអញ្ចឹងនៅពេលដែលយើងមានទៅលើ functional competency ហើយ role មួយបើសិនជាគាត់មានតែ functional competency ក៏មិនអាចឲ្យការងាររបស់គាត់ធ្វើការទៅបានរលូនឬក៏មិនអាចឲ្យគាត់ធ្វើការទទួលបានភាពជោគជ័យទៅលើអាជីពការងាររបស់គាត់បានដែរលុះត្រាតែគាត់ត្រូវមានមួយទៀតគឺ core competency ចាំបានថា core competency នេះគឺជាអ្វីដែលវាជួយ support ទៅលើ functional competency របស់គាត់ដើម្បីឲ្យការបំពេញការងារឬក៏ performance របស់គាត់នឹងបានទទួលបានភាពជោគជ័យអញ្ចឹងតើអីគេជា core competency យើងក៏និយាយអំពី soft skill ឬក៏ជំនាញទន់អីផ្សេងៗអញ្ចឹង core competency ហ្នឹងគឺបើយើងនិយាយបកប្រែខ្មែរទៅគឺយើងថាជំនាញទន់ឬក៏យើងថាជំនាញចាំបាច់ប៉ុន្តែវាខុសពី soft skill បន្តិចបានតែពេលយើងនិយាយជា soft skill គឺវាទូទៅជំនាញទន់គឺបានន័យថាទូទៅគ្រប់ផ្នែកគ្រប់តួនាទីគឺគាត់អាចរៀនបានចូលគ្នាទាំងអស់ប៉ុន្តែនៅពេលដែលយើងនិយាយពី core competency បានន័យថាគឺជាជំនាញទន់ដែលផ្ដោតសំខាន់ទៅលើតួនាទីមួយដែលគាត់ត្រូវធ្វើឧទាហរណ៍ថាយើងជា HR តើតួនាទីជំនាញទន់មួយណាដែលយើងត្រូវរៀនហើយបើជាខាង marketing តើជំនាញទន់អីគេដែលជាចាំបាច់សម្រាប់គាត់មិនមែនគ្រប់ជំនាញទន់ទាំងអស់ត្រូវតែរៀនឧទាហរណ៍ដូចយើង HR អញ្ចឹងដោយសារយើង HR យើងគឺជា people person អ្នកដែលធ្វើការមួយមនុស្សអញ្ចឹងជំនាញទន់របស់ HR ដែលត្រូវចាំបាច់បំផុតមិនអាចខ្វះបានគឺ communication problem solving ឬក៏តកតងជាមួយនឹង EQ អីផ្សេងៗក៏ដោយសារតែយើងធ្វើការមួយមនុស្សអញ្ចឹងផ្នែកផ្សេងក៏ដូចគ្នាដែរផ្នែកនីមួយៗឬក៏តួនាទីមួយគឺគាត់មាន core competency ដែលជាជំនាញទន់ចាំបាច់សម្រាប់ផ្នែកគាត់នោះដើម្បីឲ្យវាទៅ support functional competency ព្រោះនៅពេលណាដែលយើងមានតែជំនាញទៅលើមុខងារប៉ុន្តែយើងអត់មានជំនាញទន់ពេលដែលយើងធ្វើការពេលខ្លះយើងអាចប៉ះជាមួយ team យើងអាចប៉ះជាមួយនឹងអ្នកដែលធ្វើការជាមួយគ្នាអញ្ចឹងបានន័យថាពីរនេះគឺវាត្រូវតែដើរទន្ទឹមគ្នាទោះបីជាយើងខ្លាំងទៅលើជំនាញតាមផ្នែកដែលយើងធ្វើក៏ដោយតែយើងក៏ត្រូវតែមានទៅលើជំនាញទន់ដែលជួយទ្រទ្រង់ទៅដល់ជំនាញផ្នែកតាមមុខងាររបស់យើងដែរបើសិនជាយើងអត់មាននេះទេកន្លែង functional competency យើងក៏អត់ជោគជ័យដែរអញ្ចឹងបានយើងឃើញថាអ្នកខ្លះគាត់ប្រកែកទៅលើជំនាញតាមមុខងារឬក៏ functional competency របស់គាត់ប៉ុន្តែហេតុអីគាត់ធ្វើការអត់ជោគជ័យគឺដោយសារគាត់ខ្វះទៅលើ core competency ពេលដែលគាត់ធ្វើការមួយ team ពេលដែលគាត់ leading team ឬក៏ពេលដែលគាត់ទៅធ្វើការសហប្រតិបត្តិការជាមួយផ្នែកផ្សេងៗឬក៏ដៃគូអាជីវកម្ម partnership ផ្សេងៗគឺគាត់អាចជោគជ័យដោយសារតែគាត់ខ្វះទៅលើ core competency អញ្ចឹងតែមកពី core competency ក៏វាត្រូវមាន competency មួយទៀតដែលវាត្រូវតែ support ទៅលើទាំង functional និងដូចគ្នាគឺ technology competency សមត្ថភាពទៅលើបច្ចេកវិទ្យាពីព្រោះអីរាល់ថ្ងៃនេះគឺបច្ចេកវិទ្យាវាដើរលឿន digital technology វាដើរលឿនអញ្ចឹងដើម្បីអាច support ទៅលើ functional competency របស់យើងនឹងឲ្យកាន់តែផ្សារបន្ទាប់ពី core មកគឺយើងមានមួយទៀតគឺ technology តកតងរបៀបការប្រើប្រាស់ប្រព័ន្ធ digital កម្មវិធី computer Word Excel PowerPoint អីផ្សេងៗការ design ការ edit ទូនោះក៏យើងត្រូវតែមានដែរអញ្ចឹងអានេះគឺជា technology ដែលចាំបាច់ដែលវាជាសសរនៅជើងក្រោមនោះវាជួយទ្រទ្រង់លើ functional competency របស់យើងនឹងឲ្យការងាររបស់យើងប្រព្រឹត្តទៅដោយរលូនហើយយើងធ្វើការងារមួយ team ក៏ល្អប្រសើរហើយការវិភាគទៅនៃ data ពីព្រោះនៅពេលដែលយើងធ្វើការមិនយើងធ្វើការតែនៅលើกระดาษហូតទេពេលដែលយើងធ្វើការយើងនឹងព្យាយាមកាត់បន្ថយនៅការប្រើប្រាស់ manual ហើយតើយើងចេះទៅលើ technology អីគេខ្លះដែលយើងអាចជួយយកមក support ទៅលើការវិភាគទៅលើការសម្រួលការងារប្រចាំថ្ងៃឬក៏ការងារដែលយើងធ្វើដៃ manual work ហ្នឹងបានច្រើនអញ្ចឹងនេះគឺជាតសក្រម2ដែលវាជួយ support ទៅលើ functional competency ហ្នឹងអញ្ចឹងនៅពេលដែលយើងសិក្សាទៅលើ development model
dương miên functional competency hai dương miên core competency soft skill dương một cái technology dương một cái vấn đề bà dân dương ấp miên trong này đang làm business dương ấp đâm hạt nó không trong khuôn bao dương business objective mới có dương ấp ai từ tụi mình trong chơi này giúp cái functional này cái nghe tâm này dùng cái chung những tôn dùng cái technology cái việc hiện tân lấy cái kịch duyệt sai dùng cái phần tác sẽ có hai dương ấp khoa từ lơ business human này chừng này đơn từ lơ chịu cam không ấy cho nên bây giờ dương trong in sẽ đấy tham dương trong một cam duyệt sai đồng bay drive business rồi co drive performance efficiency có bạn trong chế được nhiều cho nên hai từ lơ model bây giờ dương develop từ lơ competency framework rồi có competency model đấy cứ viên miên môn từng ông buôn năng để dương thử mở tìm mối ta chùm này chùm ní mà biết từ chùm này chùm ní một nghiệp thôi bằng quát bạch má hai tên lơ chùm ní tôi để chui support tên lơ chùm ní một nghiệp toàn bằng quát nó quát biên ban cầm đặt ná và chạy thực tế quát chạy đọc cầm đặt ná hai ta cũng miên chùm này đang lơ business lơ ai chịu cam để còn cung các anh đại họ cho nên bây giờ sẵn sàng nó cứ chùm hiên từ bốn bây giờ dương propose môn bây giờ dương propose môn bây giờ dương tranh chia recommendation từ sẵn sàng exercise một quát cứ dương thật đang làm bí rụp hiệp rụp truyền thông đi sẵn thả cá về để dân thử từ propose dân thử từ sắp sát tại dân thử sắp sát bị ấy chứ màในทันนี้buồn mùngนี่คือเฉียบ picture ร่วมแต่ยังถือดำทางบนไปแต่ยังจะเฟอร์ competency development framework หรือก่อ model ตั้งแต่ยังถือเป็นรูปเพียบทองในเกณฑ์ยังจะtừ sắp sát mở chẳng cứ tìm mốiคือฝั่งnó thì bịคือkhó thì mấyคือ technology មានដើម្បីនឹងឲ្យគឺត្រូវតែចេះទៅលើ business human ដល់អំពីអាជីវកម្មដែលយើងអាចបង្កើតយុទ្ធសាស្ត្រផ្សេងៗដើម្បី drive business បានអញ្ចឹងនេះគឺជា big picture សម្រាប់ការ develop ទៅលើ model ទាំងទាំង